Chấm điệp số lực rô nhầm bắt một nói lấyថ្ងៃនេះមកធ្វើការ error heading code នេះគឺជា code នេះយើងបានរៀបចំ data មួយហើយកន្លែងនេះគឺជា string student ស្មើនេះមានន័យថានេះលក្ខណៈ array នេះប្រភេទជា string អញ្ចឹងទៅនេះគឺជា list នេះខ្ញុំបង្កើត array ប្រភេទ string ឈ្មោះ student កើត array ឈ្មោះ string កើត array ប្រភេទ string ឈ្មោះ student ដែលមានសិស្ស3នាក់តារាសុខានីតាបន្ទាប់មកកន្លែងនេះ list ហើយនេះ string product ស្មើ new list string laptop mouse keyboard ដែលខ្ញុំបង្កើតប្រភេទ list ខ្ញុំបង្កើត list ប្រភេទ string ឈ្មោះ product ដែលមានតំណែង3មុខនេះកន្លែងហ្នឹងដែលយើងត្រូវទិញ3មុខបន្ទាប់មកកន្លែង dictionary string decimal price ស្មើ new dictionary string ស្មើ dictionary string decimal កន្លែងនេះខ្ញុំបង្កើត dictionary មួយសម្រាប់រក្សាទុកតម្លៃតំណែងដោយផ្នែកលើ code key របស់វាឧទាហរណ៍នេះ key វា P001 200 decimal 1200 decimal ហ្នឹងអានេះគឺ key វាណា key របស់ dictionary បន្ទាប់មកយើងមើលកន្លែងលក្ខខណ្ឌនេះសិតលក្ខខណ្ឌណា if else តោះមកខ្ញុំសរសេរ if choose ស្មើ1ពេលយើង see out console write line វានេះ convert to integer 32 hello ដើម្បីអាហ្នឹងយើងបញ្ចូលអត្ថបទ hello ទៅក្នុង convert to integer 32ដែលបណ្ដាលឲ្យមានកំហុសនេះបណ្ដាលមានកំហុសនេះឃើញអត់ដែលមានកំហុសនោះព្រោះអក្សរវាមិនអាចបំលែងទៅជាលេខបានទេអក្សរវាអត់អាចបំលែងទៅជាលេខបានទេតបមកទី2នេះយើងដាក់if else ឈរស្មើ2អាហ្នឹង console write line វា100ចែក integer នេះមកស្មើ0ហ្នឹងមានន័យថាចែកលេខ100នឹង0វាបង្កឲ្យជាកំហុសមួយទៀតហើយនេះកំហុសការចែកហ្នឹង zero exception នេះវាចេញអញ្ចឹងមកអានេះទី3យើងដាក់ student ស្មើ10យើងហៅអីគេតន័យ array ច្រាស់ពោះទំហំដែលបង្កជាកំហុសដែរក៏ជាកំហុស index វានេះតមកទី4ហៅ array list ច្រាស់ហៅ array list ហួសទំហំដែរនេះ product វា10អញ្ចឹងបង្កឲ្យមានកំហុសដែរកំហុសគេកន្លែងនេះ algorithm of rank exception វាđangបង្ហាញចង់បើយើងដាក់លេខ1លេខ2តាមតារាវាបង្ហាញអាហ្នឹងមកហើយតមកលេខ5លក្ខខណ្ឌលេខ5យើងស្វែងរក key ដែលមិនមាននៅក្នុង dictionary មិនមាននៅក្នុង dictionary ដោយសារនេះ key វា P001 ហើយ P002 អញ្ចឹងវាអត់នៅក្នុង key ហ្នឹងទេអញ្ចឹងវានឹងទៅលក្ខខណ្ឌមួយទៀតហើយវាទៅបង្កទៅជាកំហុសលក្ខខណ្ឌ key not found exception បន្ទាប់មកលេខ6នេះ file read all text student text txt អានោះមានន័យថាយើងអាចឯកសារដែលមានឈ្មោះតានេះ student.txt ប៉ុន្តែបើគ្មានឯកសារនោះទេវានឹងចេញកំហុសមួយទៀតហើយដោយសារវាអត់មានឯកសារនោះចឹងវានឹងចេញកំហុសមួយទៀតគឺ file not found exception តមកលេខ7យើង console write line វា file read all text អានោះ
មានន័យថាយើងអានយើងខំអីគេអានឯកសារនៅក្នុងឯកសារប្រព័ន្ធដែលគ្មានសិទ្ធិបើកគេ root private.txt ឲ្យវានឹងបង្កកំហុសមួយទៀតនេះវានឹងបង្កកំហុសនឹងមួយទៀតនេះតោះមកទី8 control write line convert to integer 32ហ្នឹងមានន័យថាម៉េចបំលែងលេខដែលមានទំហំធំពេកលើសពីកម្រិតរបស់ integer សារ integer វាក៏មានដែនកំណត់ដែរវាមិនច្រើនប៉ុន្មានពេកទេអញ្ចឹងបើយើងដាក់លេខយើងច្រើនអញ្ចឹងវានឹងបង្កើតកំហុស overflow overflow exception អញ្ចឹងយើងចូលដំណើរការទៅនេះអញ្ចឹងមកនេះបើយើងដាក់លេខ1វានឹងចូលទៅ informant exception នេះឃើញនេះទៅមកលេខ2ដាក់លេខ2នេះវាចេញប៉ុណ្ណឹង cannot be read by 0ដាក់ទី3ម្ដងទី3នេះ array position does not exist ហ្នឹងកន្លែង index សារវាលើសទំហំអញ្ចឹងវានឹងកកំហុសកន្លែងហ្នឹងមួយទៀតតមកមួយទៀតទី4នេះ leave position does not exist នេះយើងវានឹងកកំហុសកន្លែងហ្នឹងមួយទៀតទី4តមកយើងដាក់មួយទៀតលេខ5ម្ដង dictionary key was not found ចាំន័យថា key របស់ dictionary ហ្នឹងយើងរកឃើញឯពួកអី key យើងដាក់តា P001 ប៉ុណ្ណឹងនេះអានេះមក key របស់ dictionary អញ្ចឹងវាមានដល់ P009 ទេអញ្ចឹងវានឹងមានកំហុសមួយទៀតដាក់លេខ6 file was not found ឃើញអញ្ចឹងវានឹងកកំហុសមួយទៀតដោយសារតែឯកសារដែលយើងមានឈ្មោះថា student. អីគេនេះ student.txt តែបើយើងគ្មានឯកសារនោះទេវានឹងចេញកំហុសមួយទៀត file was not found តបមកលេខ7 អូសwhat is that what wait ហើយយើងរានវាយើងមិញយើងដល់6ឥឡូវដល់7ដាក់លេខ7យើងរានម្ដងទៀតមកដល់លេខ6មិញឥឡូវដល់យើងរកលេខ7មកមុនហ្នឹងយើងចុចលេខ7អត់កើតដោយសារខ្ញុំបានថែមdictionary not found exception ទៅបានវាកើតទៅយើងចុច run លេខ7នេះ dictionary was not found ខ្ញុំនិយាយថាវាបង្ហាញថាគ្មានសិទ្ធិចូលមើលឯកសារទេទី8វាបង្ហាញថាទំហំវាទំហំលេខហ្នឹងធំពេកអញ្ចឹងវានឹងចាប់ឲ្យថាទំហំលេខធំវានឹងចាប់អញ្ចឹងកូដហ្នឹងមានតែប៉ុណ្្នឹងសូមអរគុណលោកគ្រូ